ម៉ែអើយជួយកូនចៅផងអីអីពិតជាសំណាងណាស់ដែលបិសាចនេះបរាជ័យប៉ុន្តែមើលទៅប្រុសម្នាក់នេះមកពីណាទៅណាដូចជាធ្លាប់ស្គាល់តែជាមិត្តឬក៏ជាសត្រូវក្រែងយើងធ្លាក់ไปលើអាគារមែនទេចុះហេតុលំងចូលស្អីទៅបានមកដល់ទីនេះវិញនេះមិនមែនយកសាប់ទេការពិតខ្ញុំមានជីវិតរស់ខ្ញុំមានជីវិតរស់មិនស្លាប់ទេណែតាចាស់ទាំង3ឲ្យហៅតារាគេតាចាស់យើងទាំង3នាក់នេះមានអាយុច្រើនឆ្នាំហើយណោះមិនបានជាហៅយើងតាចាស់អញ្ចឹងមើលទៅឯងជាមនុស្សចម្លែកអាកូនឯងរស់ឬខុសមនុស្សហើយយើងនឹងឲ្យឯងស្លាប់ស្លាប់ទៅអឺអត់ទេไอ้ตากระจ่าไอ้ยกมันบาดสีบายแบบเต้ไอ้ตึ๊บกำลังซอยแบบนี้ต้องเอาเยอะไปมาดอกมืออาวุธบาดเจ็บอาวุธเต็มมีอายุการรอบร้อยชนะหรืออาชีพมาดูด้วยกันเจ้าขมาอีกเจ้าอาวุธเต็มขมาโยสไอ้สตาร์อายุการรอบร้อยชนะเติมอ่อนในสตาร์ชื่อระบาดสำได้ที่มือตัวลูกในยืนหลิงงี้หลิงเงือหายสมโตลูกในครองสำได้นะเฮ้ยจ้ะทำไมเต้ฮันนี่อันจ่าล้านด้วยจิตสลายสมาสุดอุของพองเป็นเต้หรือมวยก็อันฉลองพบมากันตีนี้มือเต้เหมือนอายเต้យើងមិនខ្វល់ថាឯងជានរណាទេតែយើងជាស្ដេចបិសាចឧតាកញ្ចាឯងទប់ទល់ជាមួយក្មេងប្រុសម្នាក់ក៏មិនបានផងនៅមានគេឈ្មោះអាចគូស្អីទៀតអ្នកកំឡុងយើងមិនខ្វល់ថាអលអិតអីមកពីណាទេថ្ងៃនេះឯងបំផ្លាញរឿងល្អរបស់យើងនឹងកាត់ឯងជាបំណាច់ឲ្យត្រីស៊ីហើយបិសាចប្រកាសចូលស្អីលោកធ្វើស្អីនឹងឆាំលេខដៃទៅព្រះអើយហេតុអីបានជាខ្ញុំខ្លាំងម្ល៉េះមើលទៅបារម្ភម្នាក់នេះហាក់បីដូចជាមានកម្លាំងខ្លាំងណាស់ប៉ុន្តែពេលដែលច្បាច់កងជើងមានអារម្មណ៍ហាក់បីដូចជាកំពុងតែងអែលកងជើងឬមួយជាការសម្ដែងពិតមែនណែកញ្ចាស់ក្បាលហើយនៅលេងចឹងទៀតមែនទេល្មមទៅវត្តទៅបាហើយទៅវត្តអីស្អីជើងមិនទៅទេជើងគឺជាស្ដេចបិសាចណាអរគុណប្រតិចារណាដែលបានប្រយុទ្ធជាមួយអបិសាចនេះខ្ញុំមើលតែលោកមិនមែនជាសត្រូវទេគឺជាមិត្តប៉ុន្តែមិនដឹងថាប្រតិចារមកពីណាទេខ្ញុំសូមគោរពខ្ញុំគឺជាអ្នកដឹកជញ្ជូនដឹកម្ហូបឲ្យគេខ្ញុំបានធ្វើការងារមួយនេះរយៈពេល3ឆ្នាំមកហើយជួនកាលធ្វើជាអ្នករត់តុកអីអញ្ចឹងតែកន្លែងនេះជាកន្លែងណាទៅរត់តុកម្ហូបប្រតិចារនិយាយលេងពេកហើយនេះលោកបានវាយជាមួយបិសាចច្រើនណាស់មើលតែយុទ្ធសាស្ត្ររបស់លោកគឺកម្រិតព្រះមិនអញ្ចឹងទេស្មើនឹងទេវតាឋានលើណាហើយមានតែយុទ្ធសាស្ត្រកម្រិតព្រះទេទើបអាចសម្លាប់បិសាចនេះបាននោះបិសាចនេះឈួតហើយប្រតិចារលោកប្រចាំផងជើងប្រាប់ហើយតើឲ្យទៅវត្តមិនព្រមទៅវត្តទេជួយវ៉ាកំដាប់ដៃខ្លាំងជាងអីពថងកែវរំចង់ទៅទៀតម្ដាយសោះធ្វើឲ្យអាបិសាចនេះហោះស្ទុយកំដាប់ដៃនេះពិតជាខ្លាំងមែនមើលទៅប្រហែលជាជាតិមុនយើងរៀនរបបកតាលតែដឹងទៅកំដាប់ដៃយើងនេះអីក៏ខ្លាំងយ៉ាងនេះមិនត្រូវទេបើខ្លាំងបែបនេះហេតុអីបានធ្វើជាអ្នកដឹកជញ្ជូនមើលទៅតាចាស់ទាំង3នាក់នេះហាក់បីដូចជាមានគេដាក់មន្តអាគមពីលើអញ្ចឹងតើខ្ញុំពិតជាអាចជួយពួកគាត់បានដែរឬទេមិនខ្វល់ទេសាកមើលសិនហិចចាហើយមានរឿងអីនឹងចាតើត្រូវការជំនួយពីខ្ញុំដែរទេហ៎បាត់ទេខ្ញុំក្តៅខ្លាំងណាស់លោកតាមមើលស្អីគេហ្នឹងហេតុអីបានជាលោកញញឹមដាក់ខ្ញុំបែបនេះចឹងទៅអើចាណែខ្ញុំគ្រាន់តែខ្ញុំញញឹមនឹងតែវាខុសស្អីវាជាកម្មសិទ្ធិរបស់ខ្ញុំតើខ្ញុំញញឹមខ្ញុំសារជារឿងរបស់ខ្ញុំអីក៏ចេះតែមើលមកខ្ញុំបែបនេះលោកចាប់អំពីមែនទេណែខ្ញុំនឹងបើហ៊ានតែធ្វើអីបែបដែរខ្ញុំនឹងសម្រាប់លោកចោលចាមោទនភាពខ្លួនឯងពេកហើយ
មកល្អទេហេតុអីក៏ខ្ញុំហេតុអីក៏ក្តៅខ្លួនខ្លាំងម្ល៉េះលោកចូលមក ចូលធ្វើស្អី លោកមិនធ្វើឲ្យប្រេះដាស់ណាខ្ញុំជាព្រះជាមិនចឹងទេខ្ញុំនឹងសម្លាប់លោក ស្អីគេនាងជាបរិជាបាទនាងជាបរិជាខ្ញុំមានតែប្រអិនអត់ទេបរិជាណាស្អាតចឹងនោះ មិននឹកស្មានថាឆ្លងភពលើកដំបូងបើជាជួបស្រីស្អាតស៊ីខ្លួនគេព្រីបែបនេះសោះមិនអាចចោលនាងបានទេខ្ញុំសៅវ៉ាន់ជាកពូលបរោះស្មោះស្នេហ៍ត្រូវតែទទួលខុសត្រូវចំពោះនាងអីយ៉ាខ្ញុំទៅរកនាងសិន ខ្ញុំគឺជាព្រះជាដ៏អស្ចារ្យមហាជ័យ100ឆ្នាំហើយដែលខ្ញុំខំរក្សាភាពបរិសុទ្ធមិននឹកស្មានថាត្រូវមកបំផ្លាញដោយសារតែប្រុសច្នៃម្នាក់នោះសោះខ្ញុំនឹងមិនឲ្យវីរុសស្រួលទេ បាននិកាយសៀនធាន បងប្អូនទាំងអស់គ្នាបដិកាយសៀនធានរបស់យើងគឺជាអ្នកដឹកនាំនិកាយធំទាំង4នៅក្នុងរាជវង្សមហាជ័យជើងនេះក្នុងចំណោមបដិកាយទាំងអស់គេទទួលស្គាល់ថាមានតែបដិកាយរបស់យើងទេដែលល្អជាងគេអតីតបុព្វបុរសរបស់យើងគឺបានបង្ក្រាបនិងកម្ចាត់បិសាចអស់ច្រើនណាស់បដរបស់យើងបានជួយប្រជារាស្ត្រទៅល្បីឈ្មោះគាត់ចូលក្នុងប្រវត្តិសាស្ត្រថ្ងៃនេះបដិសៀនធានរបស់យើងកំពុងតែជ្រើសរើសសិស្សហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានឱកាសខ្លះទៅជាកូនសិស្សរបស់បដយើងណានេះគឺជាសិស្សច្បងយេសៀនជារាជបុត្រាបរិសុទ្ធនៃនិកាយសៀនធាន ពេលដែលយើងហាត់ទន្លូធាទាំង5នោះខ្ញុំប្រកាសជាព្រះនាងពេញចិត្តនឹងលើខ្ញុំមិនខានទៀតពេលនេះខ្ញុំត្រូវតែចុះពីភ្នំដើម្បីស្វែងរកអសនល្អៗដើម្បីធ្វើជាថ្នាក់ថ្ងៃនេះខ្ញុំនៅអញ្ជើញព្រលឹងស្ដេចអ្នកទាំង4ជ្រើសរើសដោយធម៌ពលវិញ្ញាណដើម្បីជ្រើសរើសកូនសិស្សបសៀនធានរបស់យើងអូជាស្អីទៅវិញតែដឹងទេតើអត់ដែរដឹងទេ ព្រលឹងនេះទាំង4ត្រឡប់មកវិញហើយសូមទាំងអស់គ្នាអានគោរព សូមគោរពព្រលឹងស្ដេចអ្នកទាំង4សូមគោរពព្រលឹងស្ដេចអ្នកទាំង4 ណែ ឯងពិតជាក្លាហានណាស់នៅចំពោះព្រលឹងនេះទាំង4ឯងមិនរត់ជង្គង់ឯងចាំស្លាប់មែនទេ ជង្គង់មាសរបស់ខ្ញុំសៅហ្វានលួចជង្គង់បានទៅលើមេឃដីនិងឪពុកម្ដាយតែប៉ុណ្ណោះចំណែកឯអ្នកដទៃនោះគឺខ្ញុំមិនលួចជង្គង់ទេ ទីលាននេះទាំង4គឺជាកន្លែងស័ក្តិសិទ្ធិដែលបុព្វបុរសរបស់យើងកម្ចាត់បិសាចឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ហ៊ានមើលងាយមិនគោរពផងហ៎ពេលនេះតើឯងព្រមរត់ជង្គង់អត់ ឯណាព្រលឹងនាគនោះនៅឯណាមើលសុំមើលបន្តិចមើលនេះមិនមែនទេដែលព្រលឹងនាគនោះមើលនេះអីអាយ៉ាគេធ្វើបាក់បាក់ហើយត្រូវធ្វើបាក់បាក់ហើយ ឯងចង់ស្លាប់មែនទេហ៊ានបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់យើងផង អាសត្វស្រមោចឯងហ៊ានបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់បាក់របស់យើងផងយើងស្មានថាជានរណាការពិតអានល្អិតនេះមានត្រឹមតែកម្លាំងតែប៉ុណ្ណោះប៉ុន្តែផ្នែកខាងវិញ្ញាណគឺមិនមាននោះទេសិស្សនិកាយបកសៀនធានស្ដាប់បញ្ជាចាប់អានល្អិតនេះដែលបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់បាក់យើងភ្លាមអត់ទេវត្ថុស័ក្តិសិទ្ធិស្អីហេតុអីក៏ភ័យយ៉ាងនេះជាវត្ថុស័ក្តិសិទ្ធិខ្មោចចូលស្អីទៅអីក៏ភ័យយ៉ាងនេះឯងមើលទៅក៏គ្មានអ្វីអស្ចារ្យដែរ ការបំផ្លាញវត្ថុស័ក្តិសិទ្ធិបុរាណរបស់យើងគឺត្រូវមានទោសប្រហារជីវិតមិនអាចគេចផុតទេ ណែតបជាប់វិញបានហើយត្រូវហើយអាយ៉ានាងមើលទៅមិនអីទេពិតមែនហើយមិនអីសោះរឿងមួយរបស់នេះដូចជាអ្នកកំឡោះនេះនិយាយអញ្ចឹងថារបស់អន់ឲ្យសុខសើតែរបស់នេះមកពីថៃមើលទៅអលអិតនេះពិតជាមានកម្លាំងខ្លាំងណាស់បើសិនជាយករាងកាយរបស់វាធ្វើជាថ្នាំនោះរបស់វត្ថុស័ក្តិសិទ្ធិរបស់យើងគឺឯងជាអ្នកបំផ្លាញហើយក៏ជាអ្នកដែលតបជាប់វិញដែរយ៉ាងណាអលអិតនេះវាជាអ្នកបំផ្លាញពិធីសម្រាប់ក្នុងការរិះសើត្រូវតែទទួលទោស ប៉ុន្តែចាត់ទុកថាឯងធ្វើខុសជាលើកដំបូងទីស្នាក់និកាយបកកណ្ដាលរបស់យើងខ្វះអ្នកបម្រើដូច្នេះយើងដាក់ទោសឯងធ្វើជាអ្នកបម្រើបកសិទ្ធិក្នុងរយៈពេល3ឆ្នាំចានេះមិនអាចទៅរួចទេសុំសួរបន្តិចតើនៅបករបស់លោកមានបាយហូបទេប្រសិនបើជាមានអាហារហូបទីកន្លែងស្នាក់នៅខ្ញុំសុខចិត្តរព្រម ជីវិតរបស់ឯងមិនទាន់ដឹងថាស្លាប់ឬរស់ផង
បាក់សៀនធានរបស់យើងគឺជាបាក់ដែលល្អបំផុតលំដាប់ពិភពលោកតើឯងដឹងទេមានកន្លែងស្នាក់នៅអាហារហូបចុកអ្វីដែលលោកនិយាយគឺមានទាំងអស់ប៉ុន្តែស្ដាប់លោកនិយាយគឺដូចជាកំ pl ែងពេកចៃព្រះអង្គម្ចាស់ខ្ញុំម្ចាស់បានរកឃើញប្រុសម្នាក់នោះហើយគេឈ្មោះថាសៅហ្វាន់ហើយគេកំពុងតែធ្វើអ្នកបម្រើបាក់សៀនធានថាម៉េចជាអ្នកបម្រើលោកម្នេះមកណែហៅខ្ញុំយើងបានលើកូនសិស្សគេនិយាយថាឯងនេះហាគឺប្រកែធ្វើសរសៃខ្លាំងណាស់ហើយដូច្នេះយើងគិតថាដើម្បីកុំឲ្យចំណាយពេលអត់ប្រយោជន៍សូមឯងជួយធ្វើសរសៃជើងឲ្យយើងបន្តិចណែចាមើលទៅដូចជាមិនសូវសមទេដឹងអីអត់ដែរណែខ្ញុំធ្លាប់តែធ្វើសរសៃតែជាមនុស្សប្រុសបើឲ្យធ្វើសរសៃមនុស្សស្រីដូចជាមិនដែលទម្លាប់ធ្វើទេអេអ្នកផ្សេងអាចធ្វើបានហេតុអីក៏ធ្វើយើងមិនបានឯងនេះពិតជាយ៉ាប់មែនអ្នកណាឲ្យបាយឯងស៊ីរាល់ថ្ងៃយើងប្រាប់ឯងទៅចោះណាបើសិនជាឯងធ្វើមិនបានទេ3ថ្ងៃនេះគឺយើងមិនឲ្យឯងស៊ីទេបើចង់មានអេស៊ីចាប់ពីពេលនេះតទៅត្រូវធ្វើសរសៃយើងរាល់ថ្ងៃចូលមកដើម្បីអាហារត្រូវតែទ្រាំបើមិនធ្វើទេច្បាស់ជាដាច់បាយមិនខានហើយមានអារម្មណ៍ស្រួលខ្លួនមែនតើណែđây là chanយើងមិនដែលប៉ះជើងយើងទេបែរជាឯងហ៊ានប៉ះពាល់ជើងរបស់នាងអីអាចោលទឹកចិត្តតួខ្ញុំមិនទេមុននឹងក្រោយវានឹងខ្លាចទៅជាថ្នាំរបស់ខ្ញុំទេទុកឲ្យវារស់នៅប្រហែលថ្ងៃទៀតទៅយើងចម្រាញ់វាធ្វើជាថ្នាំហើយនោះយើងនឹងឡើងកម្រិតមួយទៀតពេលនោះយើងចង់ធ្វើស្អីក៏បានដែរតោះអើឈីចាអាចក្រៃឯងហ៊ានតាមមុនអាគមជាមួយយើងផងហ៎អើយអេខ្ញុំធ្វើអីមិនបានអញ្ចឹងល្អឯងចង់សាក់កន្លងធៀបជាមួយយើងផងមែនទេបើអញ្ចឹងយប់នេះមិនចាប់អាចស៊ីអីទេអត់ទេគឺមិនឲ្យឯងស៊ី3ថ្ងៃអានេះបំរើម្នាក់នេះវាមានកម្លាំងជីខ្លាំងណាស់ខ្ញុំចង់យកវាសាកធ្វើជាថ្នាំទិព្វរបស់ខ្ញុំយល់ទេត្រូវតែជួយខ្ញុំណាទាំងអស់នេះសិតតែយើងកំងពីថាបាទមានទាំងពេលលេងជើងការឈុកទឹកកកអូដឺច្រើនថ្ងៃហើយទើបតែទទួលបាននៅពេលនេះទេពេលនេះយើងនឹងចម្រាញ់ពួកវាធ្វើជាថ្នាំសៅហ្វានហើយសៅហ្វានមិននឹកស្មានថាខ្ញុំមិនទាន់បានចប់ផងឯងងាប់បាត់ទៅហើយពេលនេះឯងខ្លាចទៅជាថ្នាំទិព្វរបស់យើងថ្នាំទិព្វរបស់យើងនឹងលេបឲ្យមានជីវិតអមតៈមានជីវិតរស់នៅបានយូរលឿនឡើងឆាប់ចេញពីទីនេះទៅយើងមិនអនុញ្ញាតឲ្យឯងនៅទីនេះទេណាឯងត្រូវទទួលទោសបើមិនចឹងទេនោះគឺឯងត្រូវតែចុះពីលើភ្នំអាចារ្យសិស្សច្បងតើខ្ញុំធ្វើខុសអ្វីទៅហេតុអីបានជាបណ្ដេញខ្ញុំបែបនេះប៉ុន្មានខែមកនេះខ្ញុំប្រឹងប្រែងធ្វើការងារនៅទីនេះខ្លាំងណាស់សិស្សច្បងមើលចោះហើយចាស់ឲ្យនឹងស្អីគេចេះសៅហ្វាន់ឲ្យងាប់ទៅងាប់ទៅងាប់ទៅឆាក់ងាប់ទៅប៉ុណ្ណឹងក៏ចប់បាត់ទៅហើយសិស្សប្អូនពិតជាធ្វើបានល្អខ្លាំងណាស់បើសិនជាសិស្សច្បងចម្រាញ់ថ្នាំបានសម្រេចនោះនឹងឲ្យសិស្សប្អូនមួយចំណែកពេលនោះសិស្សប្អូនច្បាស់ជាមានគេឈ្មោះល្អមិនខានទេសិស្សប្អូនមិនជឿជាក់លើបងមែនទេសិស្សច្បងទុកចិត្តចាស់អ្វីក៏ដោយឲ្យតែខ្ញុំអាចជួយសិស្សច្បងបានគឺខ្ញុំជួយសិស្សច្បងឲ្យអស់ពីលទ្ធភាពមនុស្សដូចវាសន្តិស្លាប់ក្រោតហ្វាយមកគុំព្រះអង្គបេសកជនមកពីនគរទាំង3ចង់មកចរចាជាមួយនឹងព្រះអង្គបេសកជនទាំងនោះមកចរចាឲ្យយើងចុះចាញ់ពីទឹកដីមហាជ័យចាំមានបញ្ហាជាមួយយើងផងហ៎មិននឹកស្មានថាប្រទេសតូចតាចសោះបែរជាចង់បាក់បោគេចង់ឲ្យយើងចុះចាញ់យើងនឹងចរចាជាមួយគេឆ្លើយតបត្រឡប់ទៅវិញទៅថា3ថ្ងៃទៀតគឺយើងសុំចរចាណាយើងធ្វើពិធីនោះនៅបសិនធានអ
ឆោតនគរទាំង3ឲ្យគេចោះចាញ់មហាជ័យម្យ៉ាងទៀតយើងត្រូវប្រកាសប្រាប់ថាយើងនឹងរៀបការជាមួយក្រុមម្នាក់ឈ្មោះថាសៅហ្វានយើងមានផែនការផ្ទាល់ខ្លួនពួកលោកមិនបែររីកាទេយើងពិតជាឆ្លាតណាស់គឺមានតែល្បិចដឹងទេដែលអាចដោះស្រាយបញ្ហានោះយើងរៀបចំតារីចម្រាំងសៀនធានគឺដើម្បីទៅពិភាក្សាជាមួយព្រឹទ្ធាចារ្យទាំងអស់សាសនាដែលអាចកម្ចាត់បេសាចបានគឺយើងត្រូវតែឲ្យរង្វាន់គេទទួលរាជបញ្ជា យ៉ាណែអើយឃ្លានចិត្តងាប់ទៅហើយមានអីស៊ីខ្លះអត់នឹងលោកអើយអញ្ចឹងអើយមាននំប៉ាវនំប៉ាវឆ្ងាញ់ឆ្ងាញ់ហ่าណាគេណែអាចក្រៃហើយបានជិះលុយមកស៊ីនំប៉ាវអញ្ចឹងហ៎សើសានសើលោកមេបៈសៀនធានព្រះអង្គមានរាជបញ្ជាថាយកកន្លែងបៈលោកដើម្បីធ្វើជាការចរចាជាមួយនគរទាំង3បានប្រទានមាសប្រាក់ដើម្បីឲ្យលោកមេបៈចាប់ចែងនៅក្នុងការរៀបចំនៅក្នុងកម្មវិធីចរចានគរទាំង3ដូច្នេះសូមលោកមេបៈរៀបចំតាមបញ្ជារបស់ព្រះអង្គក្រាបថ្វាយបង្គំព្រះអង្គយើងខ្ញុំនឹងទទួលរឿងនេះតើវាយ៉ាងម៉េចទៅណាគឺជាអ្នកសម្លាប់បិសាចធ្វើឲ្យព្រឹទ្ធាចារ្យទាំង3មានរបួសទៀតផងតាមមើលទៅប្រហែលជាព្រឹទ្ធាចារ្យទាំងនោះរាយការណ៍ទៅដល់នគរទាំង3ហើយនិយាយឲ្យខ្លីទៅបក្សសិនធានរបស់យើងពេលនេះល្បីកប់សេរីហើយលុយហ៎នំប៉ាវរបស់ខ្ញុំក៏យើងត្រាប់ឲ្យក្នុងឆ្នាំរយៈពេល3ថ្ងៃហើយទៅបានចែកមានជីវិតរស់បែបនេះម្យ៉ាងទៀតឆ្នាំរបស់យើងនៅណាទៅឆ្នាំរបស់យើងស៊ីខ្ទេចអស់លេងហើយឃ្លានពេកប៉ុន្តែឆ្នាំនោះពិតជាល្អណាស់ខ្ញុំជឿកាពះពវៀនពីមុនសិតខ្លាំងពេកញៀនតិចដាក់តែឥឡូវកាពះមកខ្ញុំលេងបញ្ហាហើយចង់ផឹកប្រមាណកាទៀតអត់បញ្ហាទេរបស់យើងឆ្នាំរបស់យើងយើងមិនខ្វល់ទេសាហ្វានឯងទៅសងឆ្នាំរបស់យើងបើមិនចឹងទេយើងនឹងសម្លាប់ឯងមិនខានទេអាយ៉ាកូនប្រហោចបានហើយគ្រាន់តែនំប៉ាវមួយសោះវាគ្រាន់តែជាអ្នកបម្រើបើសិនជាវាហ៊ានធ្វើបាត់ល្មើសបែបនេះបណ្ដេញវាចេញពីបាក់របស់យើងតែម្ដងទៅកតុកវានាទីនេះទៀតវាយចាប់ចែងទៅដេញវាចូលពីភ្នំមិនទទួលស្គាល់វាចូលក្នុងបាក់សិនធានរបស់យើងទៀតទេទុកក៏មិនចំណេញដកចេញក៏មិនខាតដែរដេញចេញទៅណែអីសំបកំដេញខ្ញុំបានទេសំបលោកអើយសំបម្ចាស់បក្សសៀនធានសៀនខាយស្ដាប់រាជបញ្ជាព្រះអង្គចេញរាជបញ្ជាដោយផ្ទាល់កិច្ចពិភាក្សាតំណាងនគរទាំង4ប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃដែលស្ថិតនៅបក្សសៀនធានរបស់លោកដើម្បីផ្សះផ្សាទំនាក់ទំនងនគរទាំង4ទទួលរាជសារអាយ៉ាកិច្ចពិភាក្សាប្រជុំគ្នានៅក្នុងនគរទាំង4គឺមកប្រជុំគ្នានៅបករបស់យើងវ៉ាវឲ្យបករបស់យើងឲ្យលុយអស់តោះសូមទទួលបញ្ជាម្យ៉ាងទៀតព្រះអង្គបានប្រកាសជាពិសេសសាវ៉ាន់ដែលជាសិស្សបក្សសៀនធានក៏ត្រូវទៅចូលរួមហើយតែបានជាមានវត្តមានវាអញ្ចឹងសូមសួរបន្តិចសាវ៉ាន់នោះណាគេទៅពុកគឺអាម្នាក់ដែលយើងដេញចេញទៅមិញហ្នឹងណាការពិតគឺជាគេទេត្រូវបានមិនដេញចេញហើយប៉ុន្តែសាវ៉ាន់ម្នាក់នោះគ្រាន់តែជាអ្នកបម្រើបក្សសិនធានរបស់យើងតែប៉ុណ្ណោះរឿងអីត្រូវការពារគេនោះនេះជារាជបញ្ជារបស់ព្រះអង្គដោយផ្ទាល់ថាសាវ៉ាន់ត្រូវទៅចូលរួមមិនអាចអវត្តមានជាដាច់ខាតបើសិនជាគាត់មិននៅទេនោះអ្វីគ្រប់យ៉ាងនឹងបរាជ័យក្នុងនាមលោកជាមេបករឿងនេះត្រូវចាត់ចែងយ៉ាងម៉េចលោកដឹងច្បាស់ណាដល់ហើយកូនប្រុសនៅឈរធ្វើក្បល់យកស្អីទៀតឆាប់ទៅហៅសាវ៉ាន់មកសួស្ដីមួយទាំងអស់គ្នានេះគឺជាការប្រកួតចូលរួមត្រឹមតែ10កាក់តែប៉ុណ្ណោះទេនឹងទទួលបាយបិណ្ឌមួយចានបាយបិណ្ឌនេះឆ្ងាញ់អស់តួនៅស្រុកខ្ញុំមូលតូចតែនៅស្រុកនេះមូលដូចនំប៉ាវអញ្ចឹងលោកអ្នកអាចចាប់ផ្ដើមលេងឥឡូវនេះបានសូមជឿល្អខ្ញុំសូមចូលរួមប្រកួតឯងចង់បានបាយបិណ្ឌមែនទេអញ្ចឹងសូមប្រាក់10កាក់មកសូមទោសខ្ញុំអត់មានប្រាក់ទេថាម៉េចសូម្បីតែប្រាក់10កាក់ក៏គ្មានផងចង់មកដណ្ដើមបាយបិណ្ឌនេះផងអាអ្នកសំទៀនបើឯងគ្មានប្រាក់ទេមិនចាំបាច់ចូលរួមប្រកួតស្អីទេបើលោកគ្មានប្រាក់ទេថយទៅម្ខាងទៅកុំបំផ្លាញប៊ីសនីសរបស់ខ្ញុំបងអ្នកទាំងអស់គ្នាចូលរួមលេងណែលបងខាងណាខ្ញុំមានត្បូងមួយនេះជារបស់ល្អដែរសូមប្រកួតបានទេមកសមើលតិចត្បូងរបស់ខ្ញុំនេះមានតម្លៃលើសពី10កាក់ទៀតថាគេដឹងហាលបល់យកឆាប់ឲ្យមកណែអីយ៉អូយបានរបស់ល្អហើយវើយចូលប្រកួតបានសូមជួយកក់កញ្ចក់កក់សាច់ខ្លែមកហើយវើយស៊ីប៉ាវចូលរួមប្រកួតទៅបាទអូយល្អមែនអូយគាត់ទាញមកកំ plet ធ្វើលេឈ្នះដែរវិញ
ai trôi tới bọt ôi ai quả toa ơi nè tiền này ơi đi làm bên chỗ này sắp trôi tới ý bắt chỉ bắt đây bắt đảm mệt sắp trôi tới nè vua ai mình tự oi bài bên từ bia đi tuyệt xong ông cô nên từng ngọc ni chăm trong ai bài bên mà đem mà đâm bắt chỉ mình ai từ đuổi đi bắt chỉ mình ai từ đuổi đi đi bà chỉ vì lên là bạch mình khàn đi anh lên là bạch nè lên là bạch khmoi cho say nè chắp trái thế nhómคือเจี๊ยบได้บัตรบริษัทนิกายปะสินเทียนมโนมันเนี่ยนี่คือจิตสปะระบาดยืงสมอัลโลกอมประกันสายฟัน